តែមួយចានទៅគឺដឹងតែស្រួលខ្លួនហ្មងគ្រឿងផ្សំដំបូងសម្រាប់យើងស្ងោរទឹកស៊ុបហ្នឹងយើងមានជារីជីវ៉ាន់ស៊ុយខ្ទឹមសខ្ទឹមក្រហមអីហ្នឹងខ្ទឹមសខ្ទឹមក្រហមយើងប្រើវារៀងច្រើនតិចមកដល់មករៀងបែកហើយនេះគឺរីជីវ៉ាន់ស៊ុយបងប្អូនយើងលាងទឹកឲ្យស្អាតដំវាបែកដូចគ្នាហើយសម្រាប់ខ្ទឹមបារាំងគឺខ្ញុំប្រើតែមួយចាហៀងទេការ៉ុតយើងប្រើ1មើមចិត្តសបកចិត្តអីស្អាតកាត់វាជាដុំរាងតូចអញ្ចឹងហើយយើងមកដាក់ដាំទឹកដើម្បីធ្វើទឹកស៊ុបហ្មងបន្ទាប់ពីទឹករបស់យើងពុះហើយយើងដាក់គ្រឿងទាំងអស់ហ្នឹងចូលបន្ទាប់មកខ្ញុំបន្ថែមដុំស៊ុបចំនួន2ដុំទឹកត្រីគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយហើយគ្រឿងចុងក្រោយគេហ្នឹងគឺខ្ញុំដាក់ជាស្ករសចំនួន1ស្លាបព្រាកាហ្វេសម្រាប់គ្រឿងគ្រៃគឺខ្ញុំដាក់តែប៉ុណ្្នឹងទេបងប្អូនអត់ដាក់ច្រើនទេហើយសម្រាប់ទឹកស៊ុបហ្នឹងបន្ទាប់ពីយើងដាក់គ្រឿងគ្រៃចូលរួចរាល់ហើយយើងបិទគម្របដាក់រំងាស់វាចោលប្រហែលជាខ្ទង់15ទៅ20នាទីដោយប្រើភ្លើងតិចៗល្មមបានហើយសម្រាប់ស៊ុបម្រះបន្លែដែលសំខាន់ជាងគេគឺម្រះហ่าបងប្អូនម្រះយើងយកអារៀងខ្ចីល្មមបានហើយកុំយកអាចាស់ពេកយើងឆ្កឹះយកគ្រាប់ហើយនឹងស្នូលកដាលចេញឲ្យស្អាតហើយហាន់វាជាសរសៃរាងឆ្មាអញ្ចឹងឬក៏បងប្អូនប្រើក្បិតមុខពីរហាន់ហ្មងក៏បានដែរសម្រាប់ម្រះនេះគឺខ្ញុំយកវាមកស្រុះជាមួយទឹកក្តៅបងប្អូនដើម្បីឲ្យវាចេញជាតិល្វីងខ្លះហើយសម្រាប់បងប្អូនណាដែលអត់ចេះល្វីងសោះហ្មងអាចស្រុះវាពីទឹកអីចឹងទៅហើយបន្ទាប់មកទៀតនឹងគឺខ្ញុំមកបុកសាច់ត្រីបងប្អូនអានេះគឺជាប្រហិតត្រីឆ្លាតខ្ញុំទិញមកស្រាប់គឺមានចំនួន2ខាំយើងលាយវាជាមួយម្រេចបន្តិចជាមួយនឹងម្សៅស៊ុបបន្តិចមកហើយយើងបុកដោយប្រើត្បាល់អញ្ចឹងក៏បានឬក៏បងប្អូនបោកវានៅក្នុងចានដែកអីអញ្ចឹងណាដើម្បីឲ្យប្រហិតរបស់យើងនឹងវាឡើងស្វិតល្អហើយសម្រាប់ការបុកនេះរៀងយូរតិចមកបងប្អូនប្រហែលជាខ្ទង់4-5នាទីអីអញ្ចឹងទៅចាំយើងយកវាមកលុញមូលអញ្ចឹងក៏បានឬក៏បងប្អូនចង់បៀករបៀបជារាងស្ដើងក៏បានដែរហើយសម្រាប់ស៊ុបរបស់ខ្ញុំនឹងខ្ញុំមានសាច់គោខ្លះដែរអញ្ចឹងណាយើងហាន់វាជាប្រទេសស្ដើងមានពងមាន់អីមួយគ្រាប់ទៀតទៅយើងត្រៀមបន្លែត្រៀមអីរួចរាល់សិនចាំយើងទៅមើលទឹកស៊ុបម្ដងសម្រាប់ទឹកស៊ុបនេះគឺខ្ញុំរំងាស់ប្រហែលជាខ្ទង់20នាទីប៉ុន្តែខ្ញុំប្រើភ្លើងតិចទេបន្ទាប់ពីនឹងមកបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ទឹកស៊ុបភាគច្រើនគឺគេអត់យករសជាតិប្រៃណាបងប្អូនយកសាបបានទេយើងថែមថយគ្រឿងរួចរាល់ហើយយើងស្រង់កាកស្រង់អីចេញឲ្យអស់ចាំយើងដាក់ស្ងោរប្រហិតត្រីចូលសម្រាប់ប្រហិតត្រីគឺត្រូវតែស្ងោរមុនគេអញ្ចឹងបងប្អូនស្ងោរវាប្រហែលជាខ្ទង់3ទៅ4នាទីតើតែប្រហិតត្រីនឹងឡើងដែរអញ្ចឹងគឺវាឆ្អិននេះបន្ទាប់ពីនឹងមកគឺខ្ញុំផ្ទេរឆ្នាំងស៊ុបប៉ុន្តែបើសិនជាបងប្អូនអត់ចង់ផ្ទេរឆ្នាំងក៏បានដែរគ្រាន់តែថាឆ្នាំងដីនេះវារាងតូចស្រួលញ៉ាំអីអញ្ចឹងទៅហើយបាទខ្ញុំដាក់បន្លែសម្រាប់ញ៉ាំហ្មងនេះបន្លែរបស់ខ្ញុំនឹងមានដូចជាពោតយើងមានជាស្ពៃបូកូយើងមានជាតកួនម្អមពោតប្រាំងអីហ្នឹងហើយអីដែលខ្វះអត់បានគឺខ្ទឹមលីងបងប្អូនខ្ទឹមលីងហ្នឹងដាក់ឲ្យកាន់តែច្រើនមកគឺកាន់តែឈ្ងុយហ្មងសម្រាប់សាច់គោវិញគឺយើងទុកជ្រលក់ញ៉ាំមកបងប្អូនប៉ុន្តែអានេះគឺខ្ញុំច្រឡំដាក់មុនបាត់ទេហើយសម្រាប់ទឹកជ្រលក់របស់ខ្ញុំនេះគឺទឹកតហូបងប្អូនទឹកតហូនេះគឺខ្ញុំធ្វើស្រាប់ទេទុកក្នុងទូទឹកកកពេលណាដែលចង់ញ៉ាំគឺយកមកញ៉ាំបានភ្លាមហ្មងយើងគ្រាន់តែលាយជាមួយខ្ទឹមសជាមួយនឹងម្ទេសអីចឹងទៅហើយបើសិនជាបងប្អូនណាដែលចង់ដឹងពីរបៀបធ្វើទឹកតហូទុកបានយូរក៏អាចចូលទៅមើលក្នុងเพจរបស់ខ្ញុំបានដែរបញ្ជាក់បងប្អូនសម្រាប់ទឹកស៊ុបនេះបើសិនជាបងប្អូនណាចង់ប្រើឆ្អឹងស៊ុបក៏បានដែរយើងដាក់រំងាស់ជាមួយនឹងស៊ុបរបស់យើងពីដំបូងទៅគ្រាន់តែថាវាប្រើពេលរៀងយូរអញ្ចឹងណាបើសិនជាប្រើឆ្អឹងស៊ុបចឹងទៅរំងាស់អាច